ហារូបត្ថម្ភកោសិកាគឺជារចនាសម្ព័ន្ធមូលដ្ឋានសំខាន់បំផុតរបស់រាងកាយមនុស្សកោសិកាច្រើនបង្កើតបានជាបណ្ដាជាលិកាច្រើនបង្កើតជាសរីរាង្គជាច្រើនបង្កើតជាប្រព័ន្ធហើយបណ្ដាឲ្យប្រព័ន្ធផ្សេងគ្នាបង្កើតបានជារាងកាយមនុស្សអ្នកវិទ្យាសាស្ត្រឲ្យយើងដឹងថាមានហេតុផលតែមួយគត់ដែលបណ្ដាលឲ្យមនុស្សឈឺនោះគឺកោសិកាឈឺនៅពេលដែលកោសិកាឈឺអ្វីមួយដែលខុសប្រក្រតីជាមួយជាលិកានៅពេលដែលមានបញ្ហាជាមួយជាលិកាគឺមានបញ្ហាជាមួយសរីរាង្គហើយនៅពេលដែលមានបញ្ហាជាមួយសរីរាង្គគឺមានបញ្ហាជាមួយនឹងប្រព័ន្ធហើយទីបំផុតគឺរាងកាយទាំងមូលមានមូលហេតុចម្បង3បណ្ដាលឲ្យកើតមានជំងឺកោសិកា1ការវាយប្រហារជាតិពុលបណ្ដាលមកពីការជ្រៀតជ្រែកនៃរ៉ាឌីកាល់សេរីរ៉េគុណភាព stress កង្វះអុកស៊ីសែនអាស៊ីតនិងជាតិពុលច្រើនពេក2ភាពចាស់តាមធម្មជាតិភាពចាស់គឺជាច្បាប់ធម្មជាតិប៉ុន្តែការរស់នៅក្នុងសង្គមដ៏មានញឹកញាប់ពេលបច្ចុប្បន្ននេះមនុស្សជាច្រើនជួបប្រទះនឹងភាពចាស់មុនអាយុ3កង្វះអាហារូបត្ថម្ភការបរិភោគជាតិខ្លាញ់ច្រើនពេកបរិភោគឆ្អែតពេកបរិភោគលឿនពេករបបអាហារគ្មានតុល្យភាពនិងការបរិភោគអាហារទម្រឹងអាចបណ្ដាលឲ្យកោសិកាមិនទទួលបានសារធាតុចិញ្ចឹមត្រឹមត្រូវគ្រប់គ្រាន់និងចាំបាច់ជារឿយយើងមានការក្អកឈឺក្បាលទល់លាមកនឿយហត់ឈឺខ្នងប៉ុន្តែនៅពេលដែលយើងទៅពិនិត្យជំងឺឡើងវិញយើងមិនអាចរកមូលហេតុបានទើបបាត់រូបនេះហៅថាអនុសុខភាព Self-Health នោះជាការប្រកាសថាយើងថាសុខភាពរបស់យើងស្ថិតក្នុងគ្រោះថ្នាក់ទោះបីជាមិនបង្ហាញសញ្ញាជំងឺក៏ដោយនោះមិនមានន័យថាយើងមានសុខភាពល្អនោះទេតាមពិតទៅសុខភាពយើងបានឈានដល់ការប្រកាសអាសន្នហើយកោសិកាឈឺដោយសារមិនទទួលបានសារធាតុចិញ្ចឹមដែលពួកគេត្រូវការដរាបណាកោសិកាទទួលបានសារធាតុចិញ្ចឹមដែលពួកគេត្រូវការដើម្បីដំណើរការបានត្រឹមត្រូវពួកគេអាចការពារសុខភាពរបស់យើងត្រូវការប្រូតេអ៊ីនកាបូអ៊ីដ្រាតខ្លាញ់ទឹកវីតាមីនសារធាតុរ៉ែនិងជាតិសរសៃដើម្បីទ្រទ្រង់ជីវិតនៅក្នុងជីវិតដ៏មមាញឹករបស់យើងអាចញ៉ាំប្រូតេអ៊ីនកាបូអ៊ីដ្រាតនិងខ្លាញ់ច្រើនប៉ុន្តែជាធម្មតាមានវីតាមីនសារធាតុរ៉ែនិងជាតិសរសៃមិនគ្រប់គ្រាន់ទេវិជ្ជបណ្ឌិតល្អបំផុតលើពិភពលោកគឺជាកោសិកាដែលមានសុខភាពល្អរបស់អ្នកផ្ទាល់យើងបង្កើតបរិយាកាសដែលមានសុខភាពល្អសម្រាប់កោសិការបស់យើងតាមវិធី4យ៉ាង1រក្សាសីតុណ្ហភាពរាងកាយធម្មតា2រក្សាកម្រិតធម្មតា3រក្សាទម្ងន់រាងកាយធម្មតា4រក្សាឆ្អឹងខ្នងឲ្យមានសុខភាពល្អដើម្បីសាងរាងកាយឲ្យមានសុខភាពល្អបន្ថែមពីលើរបបអាហារមានតុល្យភាពនិងពេញលេញយើងក៏ត្រូវផ្សំវាជាមួយទម្លាប់រស់នៅផ្សេងទៀតផងដែរ1ពិនិត្យសុខភាពតាមការកំណត់2សកម្មភាពសមស្រប3សម្រាកឲ្យបានគ្រប់គ្រាន់4អារម្មណ៍មានស្ថិរភាព5ផឹកទឹកឲ្យបានគ្រប់គ្រាន់ទោះសុខភាពមានតម្លៃតែប្រាជ្ញាមានតម្លៃជាងសុខភាពទាមទារការខិតខំប្រឹងប្រែងរបស់យើងផ្ទាល់ហើយប្រាជ្ញាអនុញ្ញាតឲ្យយើងផ្ដល់អត្ថប្រយោជន៍ដល់ក្រុមគ្រួសារនិងមិត្តភ័ក្តិក្នុងដំណើរការកសាងកោសិកាដែលមានសុខភាពល្អនិងរស់នៅប្រកបដោយជីវិតប្រសើរជាងមុនចូលទុកឲ្យយើងបង្កើតជីវិតដែលមានសុខភាពល្អនិងសុភមង្គលជាមួយគ្នា